and talk to you later talk to you later talk to you later យើងបកថាថ្ងៃក្រោយសូមជជែកគ្នា talk នេះយើងបកថាជជែកឬក៏វិភាសា talk to you later ថ្ងៃក្រោយសូមជជែកគ្នា talk to you later talk to you later bye take it easy យើងបកថាលាហើយថែរក្សាខ្លួន bye នេះយើងបកថាលាហើយ take it easy យើងបកថាថែរក្សាខ្លួន take ហ្នឹងយើងបកថាថែរក្សា it គេជំនួសឲ្យខ្លួន easy ហ្នឹងមានន័យថាគឺគេជំនួសឲ្យភាពងាយស្រួល easy ហ្នឹងពាក្យវាដល់ពេល take it easy មានន័យថាថែរក្សាខ្លួនឲ្យងាយស្រួលដល់ពេលន័យចំវាគឺគេបកថាថែរក្សាខ្លួនមានន័យថាឲ្យថែខ្លួនហ្នឹងឲ្យមានផាសុខភាពណាកុំឲ្យមានបញ្ហាអីគឺ take it easy take it easy ហ្នឹងវាសូថាគេនិយាយថាថែរក្សាខ្លួន take it easy មានន័យថាយើងបកថាថែរក្សាខ្លួនកុំឲ្យវាឈឺស្កាត់អីថែរក្សាខ្លួនណាចឹងគេប្រើពាក្យ take it easy who you too យើងបកថាលោកក៏អញ្ចឹងដែរលោកក៏អញ្ចឹងដែរ you too have a nice weekend 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 ក៏បាន weekend ក៏បានដែរតែគេអានភ្ជាប់គេអាន weekend ក៏បាន weekend ក៏បានដែរខ្ញុំบอกថាជូនពរអ្នកចុងសប្តាហ៍ពុទ្ធតែជន់ឯងឲ្យរីករាយនេះជន់ហ្នឹងពិបាកមកជើងហ្នឹងចំ have a nice weekend ជូនពរអ្នកចុងសប្តាហ៍រីករាយ have a nice weekend have a nice weekend so long take care លាហើយថែរក្សាខ្លួន so long គេឲ្យបកថាលាហើយបានដែរស្មើពាក្យ bye so long take care ថែរក្សាខ្លួន take care ហ្នឹងយើងបកថែរក្សាខ្លួន take care have a good evening ជូនពរអ្នកយប់នេះរីករាយជូនពរអ្នកយប់នេះរីករាយ have a good evening have a good evening have a good evening ជូនពរអ្នកឲ្យយប់នេះរីករាយ well I am afraid I have to be going well នេះយើងបកថាអញ្ចឹងឬក៏ជាសាមញ្ញខ្មែរថាឬក៏អញ្ចឹង am នេះស្មើមកពី I am afraid យើងបកថាខ្ញុំយល់ថាពី afraid មួយម៉ាត់យើងបកថាភ័យខ្លាចតែដល់ពេលភ្ជាប់មួយ am afraid នេះគេអាចបកពាក្យថាខ្ញុំយល់ថាគឺខ្ញុំមានន័យថាខ្ញុំដូចថា am afraid ខ្ញុំដូចជាភ័យខ្លាចណាស់ឬក៏ខ្ញុំដូចជារបៀបខ្មែរយើងដូចថាទើសទាល់មិនចាស់ផ្ទះគេឬក៏អីចឹងណាពាក្យហ្នឹង am afraid ហ្នឹងដូចថាយើងទើសទាល់មួយគេយើងគិតថាយើងនៅយូរហើយខ្លាចចាស់ផ្ទះគេធុញទ្រាន់នឹងយើងគេប្រើពាក្យហ្នឹង am afraid ខ្ញុំយល់ថា I have to be going ខ្ញុំគួរតែទៅវិញហើយ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 